The signing ceremony will begin with the Prime Minister of Malaysia, Chair of 14 ឆ្នាំក្នុងការរងចាំរបស់ប្រទេសទីម៉ូឡេស្តេដើម្បីក្លាយជាសមាជិកគ្រួសារក្នុងប្រទេសអាស៊ានប្រជាជនទីម៉ូឡេស្តេមានមោទនភាពជាខ្លាំងក្លាយជាប្រទេសទី11ដែលបានចោះចូលជាសមាជិកអាស៊ានដែលបានរងការស៊ើបអង្កេតការអស់រយៈពេល14ឆ្នាំមកទីម៉ូឡេស្តេក៏បានព្យាយាមនិងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឲ្យក្លាយជាសមាជិកក្នុងអាស៊ានហើយឥឡូវនេះក្តីសូបិនរបស់ប្រទេសទីម៉ូឡេស្តេក៏បានក្លាយជាការពិតហើយប្រជាជនទីម៉ូឡេស្តេក៏មានមោទនភាពយ៉ាងខ្លាំងហើយពិតជាសប្បាយចិត្តខ្លាំងណាស់ប្រជាជនទីម៉ូឡេស្តេក៏សូមថ្លែងអរគុណដល់ប្រទេសអាស៊ានដែលបានឲ្យទីម៉ូឡេស្តេបានចូលជាសមាជិកទី11នៅក្នុងអាស៊ាន With the spirit of solidarity in the air, thank you, Your Man. Overleft. Excellencies, Chair of ASEAN, Excellencies, ASEAN leaders,ប្រទេសទីម៉ូឡេស្តេក៏បានក្លាយជាសមាជិកអាស៊ានបន្ទាប់ពីបានធ្វើកិច្ចប្រជុំអាស៊ាននៅទីក្រុងកាឡាឡាំពួរប្រទេសម៉ាឡេស៊ីថ្ងៃទី26ខែតុលាឆ្នាំ2025ហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ប្រទេសសមាជិកថ្មីថាមានអ្វីខ្លះដែលគួរឲ្យទាក់ទាញបន្ទាប់ពីប្រទេសអាស៊ានទាំងមូលបានធ្វើការស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំទីម៉ូខាងកើតឬទីម៉ូឡេស្តេដែលមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យទីម៉ូខាងកើតគឺជាប្រទេសកោះមួយដែលស្ថិតនៅអាស៊ីអាគ្នេយ៍ដែលមានផ្ទៃដីសរុប 15,007 គីឡូម៉ែត្រការ៉េផ្ទៃដីរបស់ប្រទេសទីម៉ូខាងកើតធំជាងខេត្តមណ្ឌលគិរីដែលមានផ្ទៃដី 14,288 គីឡូម៉ែត្រការ៉េដែលប្រទេសទីម៉ូឡេស្តេធំជាង 719 គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះទីម៉ូឡេស្តេមានប្រជាជនប្រហែល 1 លាន 3 សែននាក់ហើយក៏ជាប្រទេសដែលប្រើលុយដុល្លារសហរដ្ឋអាមេរិកប្រាក់ខែក្នុងមួយឆ្នាំរបស់ទីម៉ូឡេស្តេគឺ $1,456 ដុល្លារក្នុងមួយឆ្នាំសម្រាប់សេដ្ឋកិច្ចទីម៉ូឡេស្តេពឹងផ្អែកទៅលើប្រេងសាំងនិងហ្គាសនិងកសិកម្មគ្រាប់កាហ្វេទីម៉ូឡេស្តេនៅជាប់ប្រទេសឥណ្ឌូនេស៊ីហើយនិងប្រទេសអូស្ត្រាលីនៅសតវត្សទី 16 ជនជាតិទូតកាល់បានចូលមកធ្វើចំនួននៅលើកោះទីម៉ូខាងកើតហើយក៏បានដាក់អាណានិគមនៅលើកោះនេះផងដែរតាំងពីឆ្នាំ 1942 រហូតដល់ឆ្នាំ 1945 នៅឆ្នាំ 1975 ទីម៉ូខាងកើតក៏បានប្រកាសឯករាជ្យចេញពីប្រទេសទួយកាល់តែមិនបានប្រមាណថ្ងៃនេះទេក៏កងទ័ពឥណ្ឌូនេស៊ីបានចូលមកវាយកាញ់កាប់នៅលើកោះនេះក៏បានក្លាយជាខេត្តមួយរបស់ប្រទេសឥណ្ឌូនេស៊ីពេលនោះឥណ្ឌូនេស៊ីក៏បានដាក់ខេត្តនេះក៏មានឈ្មោះថាទីម៉ូខាងកើតហើយប្រទេសឥណ្ឌូនេស៊ីក៏បានធ្វើការស្នើសុំទៅសហប្រជាជាតិដើម្បីបញ្ជាក់ថានេះគឺជាខេត្តរបស់ខ្លួនតែសហប្រជាជាតិមិនទទួលស្គាល់អំពីប្រទេសឥណ្ឌូនេស៊ីនៅឡើយដោយយោងថាទីម៉ូឡេស្តេនៅចង់បានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំ 2000 ទីម៉ូក៏ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិហើយបច្ចុប្បន្ននេះប្រទេសទីម៉ូក៏មានអាយុ 23 ឆ្នាំហើយពាក់ព័ន្ធជាមួយនឹងសាសនារបស់ទីម៉ូឡេស្តេដោយប្រទេសទីម៉ូឡេស្តេដោយរងការដាក់អានិគមពីប្រទេសទួយកាល់ជាច្រើនឆ្នាំដោយនេះប្រទេសទីម៉ូឡេស្តេក៏ទទួលរងឥទ្ធិពលអំពីវប្បធម៌សាសនាពីជនជាតិទួយកាល់ប្រជាជនទីម៉ូឡេស្តេ 99.53% គោរពសាសនាគ្រីស្ទ 0.24% គោរពសាសនាអ៊ីស្លាម ការគ្រប់គ្រងប្រទេសរបស់ទីម៉ូឡេស្តេគឺមានប្រធានាធិបតីជាអ្នកគ្រប់គ្រងតែម្នាក់គត់ប្រធានាធិបតីរបស់ទីម៉ូឡេស្តេមានឈ្មោះថា Jose Manuel Maros Horta
តម្រុំតែទីម៉ូបានចូលជាសមាជិកអាស៊ានតើទីម៉ូបានត្រូវឆ្លងកាត់អ្វីខ្លះឆ្នាំ2002ទីម៉ូបានទទួលឯករាជ្យឆ្នាំ2011ទីម៉ូបានធ្វើការស្នើសុំចូលជាសមាជិកអាស៊ានឆ្នាំ2022អាស៊ានបានទទួលយកពាក្យស្នើសុំហើយធ្វើការស៊ើបអង្កេតទៅលើប្រទេសទីម៉ូឡេស្តេនៅក្នុងឆ្នាំ2023អាស៊ានក៏បានផ្ដល់សិទ្ធិឲ្យទីម៉ូឡេស្តេអាចចូលប្រជុំនិងធ្វើការសិក្សាអំពីច្បាប់ផ្សេងៗនៅក្នុងតំបន់អាស៊ានឆ្នាំ2025ថ្នាក់ដឹកនាំអាស៊ានទាំង10ប្រទេសក៏ទទួលស្គាល់ទីម៉ូឡេស្តេជាសមាជិកអាស៊ានជាស្ថាពរតម្រុំបានចូលមកជាសមាជិកអាស៊ានប្រទេសទីម៉ូឡេស្តេបានចំណាយពេលរយៈពេល14ឆ្នាំដើម្បីរងចាំការទទួលស្គាល់ពីសមាជិកអាស៊ានទាំង10ប្រទេសទីបំផុតការដីស្រមៃមួយនេះរបស់ប្រទេសទីម៉ូឡេស្តេហើយនិងប្រជាជនទីម៉ូឡេស្តេទាំងអស់ក៏បានក្លាយជាការពិតហើយពួកគេពិតជាសប្បាយរីករាយខ្លាំងណាស់ពេលដែលបានចូលជាសមាជិកអាស៊ានហើយពួកគេបានប្រារព្ធកម្មវិធីអបអរសាទរទូទាំងប្រទេសទីម៉ូឡេស្តេផងដែរ